ការពីមុនមាន MG ZS ឥឡូវនេះគឺមានទាំង ZS Hybrid ទៀតអញ្ចឹងអាមួយនេះ100គីឡូស៊ីសាំងត្រឹមតែ4លីត្រទេសម្រាប់អ្នកដែលគាត់ចង់រកឡានដែលសោមចៃអាចមើលជាមួយនឹង MG ZS Hybrid បាទសម្រាប់ MG ZS Hybrid នេះបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងតាក់ទងជាមួយនឹង performance ហើយគូបញ្ជាក់ថាតាក់ទងជាមួយនឹងឡាននេះគេហៅថាឡាន HEV Hybrid Electric Vehicle ហើយដំណើរការរបស់វាបើនិយាយមួយម៉ាត់អីខ្លីទៅដូច approve អញ្ចឹងណាឡាន Hybrid ហ្នឹងគឺវាមានម៉ាស៊ីនវាមាន motor អញ្ចឹងនៅពេលដែលយើងជិះលឿនម៉ាស៊ីនវាបច្ចេកហើយវាសាកធម្មពលចូលមកអាគុយហើយនៅពេលដែលយើងជិះយឺតអាគុយបញ្ចេញធម្មពលមក motor អញ្ចឹងយើងអាចរត់ជាលក្ខណៈ EV mode បែបស្ងាត់អញ្ចឹងណាសំចៃមែនតើតាក់ទងជាមួយនឹងម៉ាស៊ីនរបស់ MG ZS នេះដែរគឺវាប្រើមកជាមួយនឹងម៉ាស៊ីន 1.5 ជំនួយដោយ motor អគ្គិសនីមួយទៀតអញ្ចឹងអាម៉ាស៊ីនរបស់វាហ្នឹងផលិតកម្លាំងបាន102 PS ហើយបូកជាមួយនឹងកម្លាំងរបស់ motor ផលិតកម្លាំងបាន136 PS ទៀតអញ្ចឹងទៅលើការបើកបរខ្ញុំអាចនិយាយបានថាអាមួយនេះ smooth សម្រាប់ការបើកនៅក្នុងក្រុងដោយសារតែ driving mode របស់វាហ្នឹងគឺមាន3ទៀតសម្រាប់ទៅមើលទៅតាមស្ថានភាពផ្លូវដូចយើងបើកផ្លូវស្ទះអីក៏យើងអាចដាក់ eco mode អានេះគឺអត់សម្រាប់ស្ទុះទេមកល្មមសម្រាប់ការបើកនៅក្នុងក្រុងផ្លូវស្ទះក៏ប៉ុន្តែបើសិនក្នុងករណីយើងប្រើ normal mode វិញអាចនិយាយបានថាអានេះជន់ស្រួលឃើញទេអូស្ទុះយើងឃើញម៉ាស៊ីន 1.5 មែនប៉ុន្តែអាមួយនេះជិះស្រួលហើយបើ sport mode ទៀតវាដំណើរការទាំងម៉ាស៊ីនដំណើរការទាំង motor នៅក្នុងពេលតែមួយអញ្ចឹងវារៀងស្ទុះជាង normal បន្តិចអញ្ចឹងតែតទៅជាមួយនឹងការបើកបរទូទៅឡានមួយនេះកម្រិតស៊ីសាំងរបស់វាហ្នឹងគឺសន្សំចៃមែនតើ100គីឡូស៊ីសាំងត្រឹមតែ 4.2 លីត្រទេដោយសារតែវាប្រើប្រព័ន្ធ hybrid ហើយមួយវិញទៀតចំណុចល្អរបស់ MG ZS Hybrid នេះដោយសារតែវាប្រើប្រភេទប្រអប់លេខ CVT អញ្ចឹងប្រភេទប្រអប់លេខ CVT ហ្នឹងក្រៅពីសន្សំចៃវា smooth ដោយសារហ្នឹងអត់មានត្រូវសាំងលេខអីទេតែពេលដែលយើងជិះទៅមុខអញ្ចឹងទៅគឺវាឡើងពីលេខគេហៅលេខ low rank ឡើងទៅ high rank យកហ្មងអញ្ចឹងជិះទៅវា smooth ដូចឡានអគ្គិសនីអញ្ចឹងតែទៅមួយការបើកបរ MG ZS Hybrid នេះគឺមានជាមួយនឹងប្រព័ន្ធជំនួយទៅលើការបើកបរហ្នឹងមកកញ្ចប់មកហ្មងទីមួយគឺតាក់ទងជាមួយនឹង Intelligent Cruise Control យើងអាចកំណត់ល្បឿនអូតូទៅតាមឡានខាងមុខហើយយើងអាចរក្សាគម្លាតចន្លោះពីឡានយើងជាមួយនឹងឡានខាងមុខបានទៀតហើយថែមទាំងមានជាមួយនឹងមុខងាររក្សាឡានរបស់យើងឲ្យរត់ចំកណ្ដាលគីឡូទៀតនៅពេលដែលយើងប្រើ Intelligent Cruise Control ក៏ប៉ុន្តែនៅពេលដែលយើងបើកធម្មតាយើងចង់ដំណើរការមុខងារ Lane Centering ជួយឲ្យឡានរត់ចំកណ្ដាលគីឡូក៏បានដែរអត់ចាំបាច់ទៅការដាក់ Intelligent Cruise Control ទេឡាននេះក៏មានមុខងារ Forward Collision ដែរអញ្ចឹងបើសិនជាមានឡានម៉ូតូមនុស្សឆ្លងកាត់នៅខាងមុខអីគឺវាចាប់បានទាំងអស់ហើយវា alert ឲ្យយើងដឹងអញ្ចឹងតែតទៅជាមួយមុខងារមួយហ្នឹងយើងកំណត់បានពីរទី1ចង់ដាក់ឲ្យវាស្រែកជាសលេងឲ្យយើងដឹងក៏បានឬមួយក៏បន្ថែមជាមួយនឹងមុខងារ auto brake អញ្ចឹងវាជន់ហ្វ្រាំងនៅពេលដែលមានអាសន្នហើយនៅលើកញ្ចក់ឡានសងខាងមាន sensor បលាញ់ sport monitor អញ្ចឹងគឺវាជូនដំណឹងនៅពេលដែលមានគេវ៉ាចេញមកពីខាងក្រោយមុខងារមួយទៀតស្តៀងជាមួយនឹង adaptive cruise control ដែរហ្នឹងគឺ traffic jam assist គ្រាន់តែថានោះគឺយើងអាចប្រើវាបាននៅពេលដែលស្ទះផ្លូវអញ្ចឹងឡានវាបន្ថែមបន្ថយល្បឿនខ្លួនវាហើយក្រៅតែពីនឹងដែរប្រព័ន្ធជំនួយទៅលើការបើកបរមួយចំនួនទៀតមានដូចជាមុខងារ auto hold ហ្នឹងពេលយើងស្ទះផ្លូវយើងជន់ហ្វ្រាំងមួយទៅឡានគឺវា hold ហ្វ្រាំងឲ្យនៅនឹងជាប់ហ្មងហើយក្រៅពីនឹងដែរមានមុខងារ Rear Descent Control ពេលយើងចូលចំណោតគឺវាជួយអបហ្វ្រាំងដើម្បីកុំឲ្យឡានហ្នឹងជ្រុលមកមុខខ្លាំងពេកហើយដោយសារតែឡាននេះគឺជាប្រភេទឡាន hybrid អញ្ចឹងជាធម្មតាគឺវាមានមុខងារ regen អាហ្នឹងគឺវាសាកធម្មពលចូលមកអាគុយវិញនៅពេលដែលយើងដកជើងចេញពីឈ្នាន់ហ្គាសអញ្ចឹងអានេះយើងអាចកំណត់បាន3មាន low មាន medium មាន high ហើយនៅពេលដែលយើងថយឡានចេញពីចំណតឡានមួយនេះគឺមានមុខងារ rear cross traffic alert ដោយសារវាមាន sensor ខាងក្រោយអញ្ចឹងមានគេបើកឆ្លងកាត់ពីខាងក្រោយអីវា alert ឲ្យយើងបានដឹងបើយើងនិយាយពីរូបរាងខាងក្រៅអត់ខុសគ្នាពី ZS ដែលប្រើម៉ាស៊ីនសាំងសុទ្ធហ្មងទេអាចនឹងខុស concept តិចតួចអញ្ចឹងតាក់ទងជាមួយនឹងកណាត់ខាងមុខនិយាយមែនតែនទៅសម្រាប់ ZS នេះគឺតម្លាក់ concept design ចេញពី MGHS អាបងធំរបស់វាហ្នឹងប៉ាណាបែប bold design រៀងពណ៌ខ្មៅដិតហើយចង្គៀងខាងមុខនេះ option របស់វាខ្ពស់ព្រោះចង្គៀងខាងមុខនេះគឺប្រភេទ intelligent អញ្ចឹងចង្គៀងខាងមុខប្រើជាមួយនឹងចង្គៀង LED ក៏ប៉ុន្តែមិន LED ធម្មតាអានេះគឺបំពាក់មកជាមួយនឹង projector LED អញ្ចឹងវានៅលើ LED មកកម្រិតទៀតត្រង់ថាទី1នៅពេលដែលវាបំភ្លឺផ្លូវទៅពន្លឺរបស់វាច្បាស់ហើយវាអត់ចាំងភ្នែកអ្នកដែលបើកបរនៅខាងមុខហើយដែលសំខាន់ចង្គៀងនេះដែរគឺបំពាក់មកជាមួយនឹងមុខងារ auto high beam អញ្ចឹងវាតម្លាក់ pha code auto ទៀតមានឡានម៉ូតូមកពីខាងមុខវាតម្លាក់
ភ្លើង pha និង auto ហ្មងកុំឲ្យចាំងភ្នែកគេអានេះគឺជាចំណុចពិសេសរបស់ជាគៀងខាងមុខនេះតែតោះជាមួយនឹងយ៉ានកង់របស់វានេះដែរខុសពី ZS ដែលប្រើសាំងបន្តិចចង់ថានេះទំហំរបស់វា18អ៊ីងយ៉ាន alloy ហើយ mode ក៏ខុសគ្នាដែរមួយវិញទៀតតោះជាមួយនឹងកញ្ចក់នេះដែរនេះគឺជាប្រភេទកញ្ចក់ក្តោបអេឡិចត្រូនិកអញ្ចឹងយើងអាចចុចប៊ូតុងដើម្បីឲ្យវាក្តោបបានហើយមានភ្លើងសញ្ញោនៅលើកញ្ចក់នេះមកឆ្នូតទៀតអាហ្នឹងជួយឲ្យគេមើលឃើញពីផ្នែកចំហៀងអញ្ចឹងតើតើជាមួយជាគៀងខាងក្រោយនេះប្រភេទ Full LED ដូចខាងមុខដែរហើយតើតើជាមួយនឹងគ្រប់ខាងក្រោយនេះបើសិនជាយើងបើកមកយើងទទួលបានចំណុះខាងក្រោយនេះប្រហែលជាក្នុង433លីត្រអាចដាក់អីវ៉ាន់ដាក់វ៉ាលី size L បានរៀងធំគួរសមដែរហើយមានរីដូសម្រាប់គ្រប់អីវ៉ាន់នៅខាងលើមួយទៀតឡាននេះគឺជាប្រភេទឡាន crossover អញ្ចឹងហើយកម្រិតពីកង់មុខមកដល់កង់ក្រោយរបស់វាហ្នឹង2585មីលីម៉ែត្រប៉ុណ្ណេះអត់ជាវែងអីប្រហែលទេបើសិនជាចង់បានកម្រិតកង់ក្រោយរៀងទលាជាងហ្នឹងអាចមើលជាមួយនឹង MG-XS បានដោយសារអានោះធំជាងក៏ប៉ុន្តែតើតើជាមួយនឹងការចូលទៅអង្គុយនៅផ្នែកខាងក្រោយយើងចាំមើលជាក់ស្ដែងទាំងអស់គ្នាថាតើអង្គុយទៅមានជាអៀតឬមួយក៏អត់ហើយគូបញ្ជាក់ថាតើតើជាមួយនឹងការចេញចូលឡាននេះគឺប្រភេទ keyless entry អញ្ចឹងយើងចេញចូលឡានមិនបាច់ចុច unlock សោក៏បានដែរដើរមកជិតមកហើយយើងអាចបើកទ្វារចូលបានដែរអញ្ចឹងនៅផ្នែកខាងក្នុងរបស់ MG ZS Hybrid នេះឃើញថាការ design មករៀងកាត់ទៅបែបយុវវ័យច្រើនព្រោះខ្ញុំជឿថាឡាននេះគឺសម្រាប់យុវវ័យដែលគាត់ខាងក្នុងមកជាមួយនឹងពណ៌ខ្មៅហើយដៃចង្កូតស្ពណ៌ចង្កូតនេះក៏ជាប្រភេទចង្កូត electronic ដែរអញ្ចឹងធូរងាយស្រួលបវល់ហើយមានប៊ូតុង shortcut នៅលើនឹងមួយចំនួនមួយទៀតនេះគឺជាប្រភេទចង្កូតរៀងអសរ D លើក្រោមអញ្ចឹងនៅពេលដែលចូលមកវានៅសល់គម្លាតកន្លែងដាក់ជើងនេះអត់ទើសជើងយើងទេហើយបើងាកមកផ្នែកកៅអីនេះវិញយើងឃើញថាកៅអីអ្នកបើកបរមានប៊ូតុង electronic យើងអាចសេរីទៅមុខទៅក្រោយបានអញ្ចឹងកៅអីនេះសេរីបានទាំងអស់6របៀបតាក់ទងជាមួយនឹងផ្នែកខាងក្នុងនេះខុសពី ZS ធម្មតាដែរហើយដែលចាប់អារម្មណ៍ឃើញថាខុសគ្នាច្រើនហ្នឹងគឺទៅលើចង្កឹះលេខអានេះគឺជាប្រភេទ electronic អញ្ចឹងការប្រើប្រាស់របស់វាគឺងាយស្រួលហើយប៊ូតុងមានប៊ូតុង P នេះគឺយើងចុចមួយមកវាចូល parking ហើយក្រៅពីហ្នឹងដែរមានប៊ូតុង electronic parking brake ជាមួយនឹងប៊ូតុងសម្រាប់ដូរ driving mode នៅលើ console កណ្ដាលនេះអេក្រង់ infotainment នេះដែរទំហំរបស់វា 10.25 អ៊ីងអញ្ចឹងអេក្រង់នេះគឺអាចភ្ជាប់ជាមួយនឹង Apple CarPlay ក៏ដូចជា Android Auto បានយើងដោតខ្សែ USB-C ចូលកន្លែងនេះមកអញ្ចឹងគឺងាយស្រួលនៅក្នុងការប្រើប្រាស់ Google Map ក៏ដូចជា app ផ្សេងៗលើនេះហើយតាក់ទងជាមួយនឹងអេក្រង់នេះដែរក៏យើងអាចគ្រប់គ្រងទៅលើមុខងារសុវត្ថិភាពក៏ដូចជាមុខងារជំនួយការបើកបរយើងអាចចូលមកបិទបើកនៅលើអេក្រង់នឹងបានអញ្ចឹងអេក្រង់នេះភ្ជាប់មកជាមួយនឹងកាមេរ៉ា360 degree នៅពេលដែលយើងដាក់លេខអាយ៉ៃថយក្រោយមកយើងអាចមើលមកជុំឡានបានជាមួយនឹងមុខងារ Bird's Eye View ឬមួយក៏ភ្នែកបាក់សីមើលឃើញពីខាងលើដំបូលឡានយើងមកហ្មងហើយតើតើជាមួយនឹងកាមេរ៉ានេះនៅពេលដែលយើងបើកបរវាក៏មានមុខងារឆ្លាតដែរអញ្ចឹងដល់ពេលយើងវាយសញ្ញោបត់ឆ្វេងឬមួយក៏បត់ស្ដាំអីអញ្ចឹងវាបង្ហាញកាមេរ៉ាខាងឆ្វេងឬមួយក៏ខាងស្ដាំឲ្យយើងបានឃើញអញ្ចឹងយើងងាយស្រួលមើលផ្នែកចំហៀងឡានរបស់យើងកុងទ័រ digital នៅខាងមុខខ្ញុំនេះទំហំវា7អ៊ីងអញ្ចឹងអានឹងគឺយើងបង្ហាញព័ត៌មានតាក់ទងជាមួយនឹងការបើកបរយើងមើលនៅក្នុងនឹងបានសញ្ញាជូនដំណឹងផ្សេងជាមួយនឹង driving mode យើងដូរ driving mode យើងអាចមើលនៅលើនឹងបានដូចគ្នាអញ្ចឹងតាក់ទងជាមួយនឹងកុងទ័រ digital នេះគឺមានបង្ហាញជាមួយនឹងមុខងារបង្ហាញសម្ពាធកង់មកស្រាប់ហ្មងទៅលើរបៀបប្រើប៊ូតុង shortcut នៅលើដៃចង្កូតនេះមានប៊ូតុងមួយដែលដើរតួនាទី2គឺសញ្ញាដៃចង្កូតនេះយើងចុចមួយមកអាហ្នឹងគឺវាចូលមុខងារ cruise control ប៉ុន្តែបើសិនយើងចង់ដូរវាដាក់ទៅជា limit ក៏បានដែរព្រោះអីនៅលើហ្នឹងយើងអាចដូរបានដូរវាដាក់ទៅជា speed limit យើងចុចអាហ្នឹងមកវាចូល speed limit បើយើងដូរដាក់ទៅជា intelligent cruise control យើងចុចប៊ូតុងហ្នឹងមកវាចូលទៅ intelligent cruise control ហើយសម្រាប់ MG ZS Hybrid នេះយើងឃើញថា option របស់វាខ្ពស់ដូចនៅខាងលើដបូនេះគឺមានដបូ panoramic ដបូកញ្ចក់អញ្ចឹងដបូនេះយើងអាចបិទបើកបាន2កលៈហើយយើងមានរីដូនៅខាងលើនេះមួយជាន់អានឹងសម្រាប់ការពារពន្លឺយើងអាចបើកឲ្យមានពន្លឺចូលបានហើយយើងអាចបើកបន្ថែមមួយតង់ទៀតហ្នឹងគឺបើកចំហឲ្យមានខ្យល់ចូលហ្មងអញ្ចឹងអានេះសម្រាប់ជិះតាមមាត់សមុទ្រទៅមួយក៏កន្លែងត្រជាក់អីយើងអាចបើកឲ្យខ្យល់ធម្មជាតិចូលបាននេះគឺជាទីតាំងរបស់កៅអីខាងក្រោយរបស់ MG ZS Hybrid អង្គុយគ្នាបាន3នាក់ហើយកៅអីនេះគឺជាទីតាំងកៅអីដែលខ្ញុំបើកជាក់ស្ដែងនៅខាងមុខប៉ុណ្ណឹងហើយអង្គុយខាងក្រោយមកគឺសល់គម្លាតជើងប៉ុណ្ណឹងអត់ជាធំដល់ XS ទេប៉ុន្តែប៉ុណ្ណេះអត់ទើសជើងទេហើយក៏អត់មានចៀតអីដែរកៅអីនេះក៏អត់មានបានសេរីទៅខាងមុខអីដែរខ្ញុំបើកនៅខាងមុខប៉ុណ្ណឹងខ្ញុំចូលមកអង្គុយខាងក្រោយគឺវានៅប៉ុណ្ណឹងអញ្ចឹងអានេះមកល្មមដោយសារវាប្រភេទ line crossover ប៉ុណ្ណឹងយើងអត់មានអីដែលទៀមទាច្រើនលើសហ្នឹងទេហើយតាក់ទងជាមួយនឹងចំណុចល្អមួយរបស់ MG ZS Hybrid ឃើញថាមានហ៊ុនម៉ាស៊ីនត្រជាក់នៅខាងក្រោយអានេះអត់មានកន្លែងសេរីសីតុណ្ហភាពទេប៉ុន្តែមានហ៊ុនម៉ាស៊ីនត្រជាក់នៅខាងក្រោយអញ្ចឹងចំណុចនេះល្អគួរសមដែរសម្រាប់អ្នកអង្គុយនៅខាងក្រោយហើយដបូកញ្ចក់ក៏លាតមកដល់ផ្នែកខាងក្រោយនេះដែរ
សម្រាប់ MG ZS Hybrid នេះដែរមានការធានា5ឆ្នាំឬមួយក៏150000 គីឡូម៉ែត្រពី MG Cambodia ជាមួយនឹង free សេវាកម្មថែទាំរយៈពេល1ឆ្នាំហើយគូបញ្ជាក់ថាសម្រាប់ MG គឺគាត់មានជាងជំនាញប្រហែលជា70នាក់ទទួលសញ្ញាបត្រពី MG International ចាំផ្ដល់សេវាកម្មថែទាំជួសជុលទៅលើរថយន្ត MG តែម្ដងនៅគ្រប់សាខា MG ទាំង4ជាមួយនឹង Service Center ចំនួន4ធំៗនៅប្រទេសកម្ពុជាយើងចាំបងប្អូនទាំងគ្នាចង់មកមើល ZS ចង់តេស្តផ្ទាល់អាចមកមើលបាននៅ showroom របស់ MG Cambodia